អូខេជំរាបសួរអ្នកនរគ្នាវីដេអូថ្ងៃនេះខ្ញុំចែករំលែកទៅកាន់យើងទាំងអស់គ្នាអំពី app មួយដែលយើងអាចធ្វើការយកមក screen record លើកុំព្យូទ័រទូរស័ព្ទដៃរបស់យើងហើយវាមានម៉ៅដូចបង្ហាញ pointer សម្រាប់យើងចូលផ្សេងហើយមួយទៀតវាអត់មាន logo មានអីទេគឺប្រើដោយសេរីអូខេមានភាពងាយស្រួលមែនតើអញ្ចឹង app នោះអ្នកនរគ្នាជាទូទៅយើងអាច screen record លើទូរស័ព្ទដៃរបស់យើងដោយប្រើកម្មវិធី original របស់ម៉ាស៊ីនក៏បានដែរប៉ុន្តែវាអត់មានបង្ហាញ pointer អីលើនឹងសម្រាប់គូកំពុងគូអីចឹងអូខេខ្ញុំនឹងបង្ហាញអ្នកនរគ្នាទ្រុសអំពីកម្មវិធីហ្នឹងដើម្បីឲ្យអ្នកនរគ្នាយកទៅប្រើប្រាស់ទៅឲ្យវា record ទៅបានភាពរលូនឥឡូវយើងចូលទៅ Play Store ហើយសម្រាប់អ្នកថ្មីដែលបានចូលមើលវីដេអូខ្ញុំហើយកុំភ្លេចចុច Subscribe ផងណាអ្នកនរគ្នាចុច Share ទាំងអស់គ្នាអូខេយើង search មកកម្មវិធីនេះឈ្មោះថា Ancient អូខេខ្ញុំដូរ keyboard សិនជាស្រ័យ Ancient ណាសិននេះរកសិនចង់ឃើញអូខេ screen record នេះតោះគ្នាវាយអញ្ចឹងមកអូខេហើយចុចនេះចុចខាងលើមកអូខេនេះតោះគ្នាខាងក្រោមនេះអ្នកទាំងគ្នាចូលមកប្រកាសជាអត់ឃើញបែរយកវាយ A សិនទៅចេញឯណាផ្សេងអញ្ចឹងអូខេនេះអ្នកទាំងគ្នាកម្មវិធីហ្នឹងឈ្មោះមួយនេះរូបនេះអូខេចុចលើវាមកចុច stop តម្លឹងមកអូខេអ្នកទាំងគ្នាឥឡូវយើងបាក់ចុចបើកមកអូខេបើកនេះអ្នកទាំងគ្នាវាមានកម្មវិធីវាច្រើនមាន live មានអីចឹងខ្ញុំបង្ហាញទេមុខងារ record screen ទេកន្លែងនេះអ្នកទាំងគ្នាហើយយើងអាចចូលមក setting កន្លែងនេះហើយយើងមើល setting របស់វាទៅយើងសេរីមកនៅ solution យើងអាច record 18មកអូខេហើយ quality video យើងយក high មកយើងអាច rotate record soft record default តែប៉ុណ្ណឹងយើងអាចអញ្ចឹងបាច់បើកផ្សេងទៀតទេយើងអាច screenshot លើនឹងបានទៀតអូខេខ្ញុំ record ឲ្យនេះតោះនេះមើលយើងចុច record ហើយចុច will using the app មកសម្រាប់មុខងារផ្សេងអ្នកនរគ្នាអាចស្រាវជ្រាវបន្ថែមអូខេខ្ញុំបង្ហាញទូចចុច start now អូខេនៅពេលដែលអ្នកនរគ្នាចុច start now វា load នេះ load នេះអ្នកនរគ្នាឃើញអត់ឧទាហរណ៍យើងបង្ហាញអ្នកនរគ្នាចង់បង្ហាញពីអីយើងចង់ទៅបង្ហាញពីអីទៅ Telegram នេះទៅឲ្យកវីកន្លែង Telegram ហើយអ្នកនរគ្នាធ្វើការចុចបើកស្អីមួយអញ្ចឹងអ្នកនរគ្នាឥឡូវជាខ្ញុំចូល Telegram ទេខ្ញុំចូលមក YouTube ចុះគឺ YouTube គឺយើងអាចកវីនឹងកន្លែងណាបើ YouTube មកអ្នកនរគ្នាអាចចូលទៅបង្ហាញគេថាអូយើងទៅកន្លែង search អញ្ចឹងយើងវាយកន្លែង search កន្លែងនេះអញ្ចឹងយើងវាយមក search ពីតុក្កតាខ្មោចអីអញ្ចឹងទៅហើយចុច play អញ្ចឹងទៅអូខេឬយើងអាចមកកន្លែង video shot អញ្ចឹងទៅអញ្ចឹងមានភាពងាយស្រួលមែនតើអ្នកទាំងទៅយើងមក home screen វិញអូខេអ្នកទាំងគ្នាអាច home screen ហើយអ្នកទាំងគ្នាអាចចុចកន្លែងនេះយើងអាចចុច person ឬយើងចាំនឹងថាយើងកន្លែងហ្នឹងយើងអត់សូវច្បាស់អញ្ចឹងយើងអាចបន្តមកអូខេអញ្ចឹងយើងចុច stop ចុចនេះអូខេពេល stop ហើយអ្នកទាំងគ្នាចុចទៅបើកមើលតើវា load ដោយអ្វីដែលខ្ញុំបង្ហាញអត់អូខេនេះគឺមានមកអត់អូខេមានមកបង្ហាញអូខេអ្នកនរគ្នាវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេពាក់ព័ន្ធនឹងរបៀបក្នុងការប្រើប្រាស់កម្មវិធី Ancient screen record វាមានភាពងាយស្រួលហើយអ្នកនរគ្នាអាចធ្វើការ download យកទៅប្រើហើយសាកល្បងប្រើវាជាមួយសាកល្បងប្រើ app នេះតើវាស្រួលឬក៏លំបាកអ្នកនរគ្នាអាច comment ក្រោមវីដេអូហើយអរគុណអ្នកនរគ្នាជួបខ្ញុំផ្សាយវីដេអូក្រោយជាចុងក្រោយកុំភ្លេចចុច subscribe នៅ channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីបាយបាយ